ទីផ្សារនៅក្នុងឆ្នាំ2025មិនមែនជាទីផ្សារដែលខលប់ឬក៏ធ្លាក់ដល់បាតក្រោមទេហើយក៏មិនមែនជាទីផ្សារដែលរីកចម្រើនដែរខ្ញុំអាចឲ្យឈ្មោះថាឆ្នាំ2025គឺជាឆ្នាំដែលទីផ្សារមានការផ្លាស់ប្ដូរអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកថាតើអ្វីទៅផ្លាស់ប្ដូរនៅក្នុងវិស័យនីមួយៗមិនថាខាងផ្នែកសេដ្ឋកិច្ចមិនថាអ្នកប្រើប្រាស់មិនថាអ្នកអភិវឌ្ឍមិនថាអ្នកវិនិយោគហើយនឹងសរុបសេចក្តីចំពោះទីផ្សារទៅតាមវិស័យនីមួយៗផងដែរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែលធ្លាប់តែកើនឡើងនៅក្នុងរង្វង់6ឬក៏7នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយឡែកនៅក្នុងឆ្នាំ2025យើងឃើញថាកំណើនបានត្រឹមតែ4.8%ប៉ុណ្ណោះនៅក្នុងមួយឆ្នាំដោយសារមានកត្តាជាច្រើនដែលប៉ះពាល់ចំពោះសេដ្ឋកិច្ចប្រទេសកម្ពុជាផលប៉ះពាល់នេះអាចមកពីកត្តាខាងក្រៅហើយនិងកត្តាខាងក្នុងផ្នែកដែលសំខាន់3ដែលរងផលប៉ះពាល់នៅក្នុងឆ្នាំ2025ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាធ្លាក់ចុះគឺផ្ដោតទៅលើវិស័យទេសចរវិស័យពាណិជ្ជកម្មក្នុងការនាំចេញនាំចូលហើយក៏វិស័យអចលនទ្រព្យរងផលប៉ះពាល់ដូចគ្នាផងដែរចា៎យើងឃើញថាការចំណាយរបស់ប្រជាពលរដ្ឋគឺមានការធ្លាក់ចុះដោយគាត់មានការប្រុងប្រយ័ត្នគាត់ចំណាយទៅលើតម្រូវការជាងចំណាយទៅលើការវិនិយោគធនាគារគាត់មានការប្រុងប្រយ័ត្នក្នុងការផ្ដល់កម្ចីជាពិសេសទៅលើវិស័យអចលនទ្រព្យចំពោះអ្នកអភិវឌ្ឍក៏យើងឃើញថាពួកគាត់ប្រុងប្រយ័ត្នក្នុងការអភិវឌ្ឍគម្រោងថ្មីនៅក្នុងឆ្នាំ2025គឺជាឆ្នាំដែលផ្ដោតទៅលើទីផ្សារជួលជាងទីផ្សារទិញអ្នកវិនិយោគគាត់មានគោលបំណងរក្សា cash flow តម្កល់ទុកដូច្នេះគាត់ផ្ដោតទៅលើទីផ្សារជួលដើម្បីពង្រីកអាជីវកម្មរបស់គាត់ជាងចំណាយវិនិយោគក្នុងការទិញអចលនទ្រព្យ